បាទជំរាបសួរប្រិមិត្តទាំងអស់បាទនៅខណៈពេលនេះខ្ញុំបានមកដល់សាលាអនុវិទ្យាល័យជើទៀលជ្រុំបាទគឺកំពុងតែធ្វើដំណើរចូលមកដល់ក្នុងសាលាហើយយើងមើលទេសភាពនៅតាមអមសងខាងផ្លូវគឺមានទេសភាពស្រស់ស្អាតបំព្រងណានៅពេលល្ងាចហ្នឹងបាទមានពន្លឺថ្ងៃតិចតិចហើយនឹងម្លប់ខ្លះមកគឺមើលទៅឃើញស្រស់ស្អាតមែនទែនបាទមានការចម្រុះពណ៌នៅតាមដងផ្លូវចូលមកដល់ទីធ្លាសាលារៀនក៏មានបរិវេណទីធ្លាហ្នឹងគឺធំទូលាយមើលទៅគួរឲ្យតាក់ទាញចង់ឲ្យរៀនសូត្រណាស់សម្រាប់ក្មួយៗដែលជាសិស្សានុសិស្សនៅទីនោះបាទខ្ញុំបាទហើយនឹងក្រុមការងារក៏បានមកដល់សាលាអនុវិទ្យាល័យជទៀលជ្រុំផងដែរបាទហើយក៏បានទម្លាក់កង់នៅទីនេះជូនទៅដល់លោកគ្រូអ្នកគ្រូនៅអនុវិទ្យាល័យជទៀលជ្រុំដែលជាឧបត្ថម្ភដោយអង្គការ ABLC បាទម្ចាស់ជំនួយគឺលោក Randy ហើយនឹងនាយកប្រតិបត្តិគឺលោកពូសវណ្ណរិទ្ធដែលគាត់ជាម្ចាស់ជំនួយដែលផ្ដល់កង់ជូនទៅដល់សាលាអនុវិទ្យាល័យជើទៀលជ្រុំបាទទន្ទឹមនឹងនេះផងដែរគឺបងប្អូនដែលនៅទីនោះគឺមានសំណាងណាស់ដែលបានអង្គការ ABLC បាទជួយឧបត្ថម្ភកង់ដល់បងប្អូនសម្រួលក្នុងការធ្វើដំណើរមកសាលារៀនបាទគឺជាភ័ព្វសំណាងមួយនៅសម័យនេះគឺមានរបស់របរប្រើប្រាស់គ្រប់បែបយ៉ាងទាំងអស់ដូច្នោះសូមបងប្អូនប្រឹងប្រែងរៀនសូត្រឲ្យបានពូកែនៅខណៈពេលនេះផងដែរសូមប្រិយមិត្តទាំងអស់កុំទាន់អូសរំលងទៅណាឆ្ងាយមកមើលសកម្មភាពក្រុមការងារយើងខ្ញុំហើយនឹងការរៀបចំកង់ជូនដល់សាលាជទៀលជ្រុំបាទនេះជាសកម្មភាពនៃការលើកកង់ចុះពីលើរ៉ឺម៉កបាទលើកម្ដងមួយហើយនៅក្នុងឱកាសនេះដែរហាងកង់ខួនស្រីនួនយើងខ្ញុំនៅផ្សារឈូកសូមថ្លែងអំណរគុណទៅដល់ម្ចាស់ជំនួយរបស់អង្គការ ABLC គឺលោក Randy ហើយនិងនាយកប្រតិបត្តិគឺលោកពូសវណ្ណរិទ្ធដែលតែងតែជួយគាំទ្រនៅហាងកង់ខួនស្រីនួនយើងខ្ញុំនៅផ្សារឈូកសូមជូនពរលោកទាំងពីរឲ្យមានសុខភាពល្អបញ្ញាឆ្លៀសវៃមានកម្លាំងមុំមួននៅគង់វង្សដែលជាមលុបទៅដល់ក្មេងៗដែលក្រីក្រលំបាកនៅក្នុងតំបន់បាទជាកិច្ចបន្តទៀតសូមពុកម៉ែបងប្អូននិងសំណប់ចិត្តទាំងអស់មកមើលពីសកម្មភាពនៃការរៀបចំកង់ជូនសាលាបាទនៅក្រុមការងាររបស់យើងខ្ញុំរៀបចំចាប់កន្ត្រកកង់ចាប់កណ្ដឹងនិងសារ៉េកង់ទាំងអស់នោះឲ្យងាយស្រួលបាទឲ្យមានលក្ខណៈស្រួលក្នុងការប្រើប្រាស់នៅពេលដែលក្មេងៗយកទៅប្រើបាទឲ្យរៀបចំឲ្យគ្រប់មុខបាទមានកន្ត្រកមានកណ្ដឹងមានអីបាទមើលឆែកពីឈ្នន់ពីអីទាំងអស់ឲ្យដឹងថានៅលើតួកង់នោះមានសពគ្រប់ហើយនឹងប្រគល់ជូនទៅដល់សាលាបន្ទាប់មកសាលានឹងចែកជូនទៅដល់ក្មេងៗបាទពុកម៉ែបងប្អូនដឹងហើយគុណភាពនៃកង់ជប៉ុនបាទគឺល្អណាស់ក្នុងការប្រើប្រាស់គឺប្រើបានគ្រប់កាលៈទេសៈទាំងអស់មិនថាផ្លូវរលីងផ្លូវរលាក់ឬក៏នៅផ្លូវដែលមានភក់នោះទេបាទគឺអាចប្រើបាន100%ទៅលើគុណភាពរបស់កង់ជប៉ុននេះគឺមានលក្ខណៈល្អប្រសើរតែម្ដងបាទជាចុងបញ្ចប់នេះខ្ញុំសូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនតែងតែគាំទ្រនិងតែងតែតាមដានមើលវីដេអូនៅលើ page របស់ខ្ញុំបាទហើយក៏អរគុណទៅដល់ម្ចាស់ជំនួយនៃអង្គការ ABLC ផងដែរបាទអរគុណជម្រាបលាជួបគ្នាសារជាថ្មីទៀតនៅវីដេអូក្រោយៗទៀតហើយសូមជួយ follow page ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗ